lên ai chấm đẹp số đo bong bong sát cơnទាំងអស់គ្នាជំរាបសួរលោកគ្រូវិស័យនៅខាងក្រៅបាទអញ្ចឹងខ្ញុំបាទឈ្មោះង៉ែតសរមដែលជាម្ចាស់សិប្បកម្មង៉ែតសរមហេងអាចជាថ្លៃជាងបងប្អូនទាំងអស់គ្នាបន្តិចណាដោយសារអាជីវកម្មខុសអញ្ចឹងគឺថ្ងៃនេះខ្ញុំបាទសូមធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្ញុំដើមកំណើតនៃការកកើតអាជីវកម្មនេះឡើងមកគឺដោយសារតែភាពស្រឡាញ់និងការចង់អភិរក្សកេរដំណែលរបស់ដូនតាខ្មែរយើងដែលលោកបន្សល់ទុកមកណាអញ្ចឹងនិយាយពីសាច់រឿងរបស់ខ្ញុំបន្តណាដោយសារតែកាលពីក្មេងជាកូនកសិករនៅខេត្តតាកែវស្រុកគិរីវង្សគឺនៅឆ្នាំ2000មានទឹកលិចធំមែនតើធ្វើឲ្យខ្ញុំហ្នឹងគឺមកស្នាក់នៅនឹងវត្តអញ្ចឹងទៅក៏មានការចូលរួមជួយទៅដល់ជាងធ្វើព្រះវិហារហើយមានការលើកទឹកចិត្តពីបងដែលជាជាងឈ្មោះបងធឿនពេលដែលជួយធ្វើគាត់ទៅគាត់ថាអូមានដងខាងហ្នឹងអូនឯងចាប់យកអាជីពហ្នឹងទៅចាប់កើតស្រឡាញ់រហូតទៅដល់ខ្ញុំមានអាយុណា20ឆ្នាំមានឱកាសបានចូលសិក្សានៅសាលាវិចិត្រសិល្បៈផ្នែកខាងស្មូនរូបអញ្ចឹងគឺរៀនរយៈពេលខ្លីទេគឺមានរយៈពេល6ខែក្រោយមកក៏ផ្លាស់ប្ដូរអាជីពទៀតដែរគឺគ្រួសារទីទាល់ក្រក៏ផ្លាស់ប្ដូរមកធ្វើជាកម្មករជាងឈើធ្វើជាងឈើបាន2ឆ្នាំនៅឆ្នាំ2008គឺធ្វើជាជាងឈើហើយក៏គ្រួសារឬក៏តកែហ្នឹងមើលឃើញក៏ឲ្យធ្វើជាកូនប្រសាអញ្ចឹងក្រោយមកនៅឆ្នាំ2008ណាផ្លាស់ប្ដូរជីវភាពខ្លួនឯងទៀតជាជាងឈើរយៈពេល2ឆ្នាំហើយមកចាប់ផ្ដើមធ្វើជាងសំណង់វិញដែលជាអាជីពដែលស្រឡាញ់ធ្វើដំបូងហ្នឹងធ្វើពីងដោយសារមានដើមទុនទេការឲ្យគ្រួសារយើងក៏ក្រីក្រមានលុយ50000ចាប់ផ្ដើមធ្វើពីងបាន1ឆ្នាំដោយសារតែការស្រឡាញ់និងការចូលចិត្តនៅក្បាច់ចម្លាក់ក៏ធ្វើឲ្យខ្ញុំចាប់ផ្ដើមជ្រើសរើសយកការធ្វើនៅប្រភូមិឬក៏រៀនទេវតានេះឡើងវិញត្រឡប់មករហូតមកដល់ឥឡូវហ្នឹងមានរយៈពេល16ឆ្នាំហើយបងប្អូននេះគឺជាផលិតផលរបស់យើងហើយនេះគឺជាអាជីវកម្មបន្តរបស់ខ្ញុំគឺក្បួនខ្នាតណាការពិភាក្សាផ្សេងពីតម្រាជ័យភូមិហ្នឹងគុណនៅតម្លៃពិសេសរបស់យើងគឺខ្ញុំមានជំនាញផ្នែកហ្នឹងតែម្ដងហើយការច្នៃម៉ូដគឺយើងច្នៃដោយមិនចម្លងពីអ្នកដទៃទេអញ្ចឹងការប្រឹក្សាយោបល់ឬក៏ពីការណាតម្លៃផ្សេងរៀបចំហ្នឹងឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតជ័យភូមិខ្មែរ